ចាជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរនិងសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សជាពិសេសបងប្អូនដែលកំពុងតែសិក្សានៅក្នុងថ្នាក់ទី11ទាំងអស់គ្នានាងខ្ញុំឈ្មោះស៊ុំសុនិចថ្ងៃនេះផងដែរនាងខ្ញុំនឹងលើកយកពិសោធន៍មួយមកបង្ហាញដែលពិសោធន៍នោះស្ថិតនៅក្នុងជំពូកទី3មេរៀនទី5អគ្គិសនីវិភាគអញ្ចឹងដោយដែលបងប្អូនបានសិក្សារួចមកហើយថាបដកម្មគីមីខ្លះគឺវាអាចកើតឡើងដោយឯកឯងបានហើយបដកម្មគីមីខ្លះទៀតគឺវាមិនអាចកើតឡើងបានទេវាអាចកើតឡើងបានលុះត្រាតែយើងប្រើចរន្តអគ្គិសនីយកមកបង្ខំវាហើយអគ្គិសនីវិភាគគឺជាលំនាំមួយដែលយើងប្រើប្រាស់ចរន្តអគ្គិសនីដើម្បីបំលែងឲ្យបដកម្មគីមីមួយកើតឡើងនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងលើកយកពិសោធន៍មួយមកពិសោធន៍បង្ហាញដែលស្ថិតនៅក្នុងប្រធានបទអគ្គិសនីវិភាគសូលីស្យូមសូដ្យូមក្លរ៉ូអញ្ចឹងនៅក្នុងពិសោធន៍នេះគឺមានគោលបំណងដើម្បីបកស្រាយអំពីប្រព័ន្ធដំណើរការរបស់អគ្គិសនីវិភាគសូលីស្យូមសូដ្យូមក្លរ៉ូបានត្រឹមត្រូវតាមរយៈការធ្វើពិសោធន៍ហើយនៅក្នុងអគ្គិសនីវិភាគសូលីស្យូមសូដ្យូមក្លរ៉ូនោះដែរនៅខាងអាណូតប៉ូលបូកយើងទទួលបានឧស្ម័នក្លរហើយនៅខាងកាតូតប៉ូលដកយើងទទួលបានឧស្ម័នអ៊ីដ្រូសែនដើម្បីឲ្យកាន់តែច្បាស់លាស់ឥឡូវនេះយើងនឹងមកមើលការធ្វើដំណើរការពិសោធន៍ទាំងអស់គ្នាមុននឹងចូលឈានទៅដល់ដំណើរការពិសោធន៍នាងខ្ញុំសូមបង្ហាញអំពីឧបករណ៍ការពារខ្លួននៅពេលធ្វើពិសោធន៍ទី1គឺយើងត្រូវពាក់អាវពិសោធន៍ឲ្យបានត្រឹមត្រូវពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវហើយនឹងពាក់ស្រោមដៃឲ្យបានត្រឹមត្រូវផងដែរជំហានបន្តមកនេះនាងខ្ញុំនឹងបង្ហាញអំពីឧបករណ៍ក៏ដូចជាសារធាតុគីមីចាំបាច់មួយចំនួនដែលប្រើប្រាស់នៅក្នុងពិសោធន៍នេះចំពោះឧបករណ៍ពិសោធន៍គឺយើងមានដូចជាថ្មពិលចំនួន9វ៉ុលខ្សែចម្លងដែលមានដង្កៀបសងខាងចំនួន1គូដង្កៀបសម្រាប់គៀបចំនួន2និងទុយោដែលយើងភ្ជាប់ជាមួយនឹងបណ្ដូលខ្មៅដៃ2ចំពោះសារធាតុគីមីគឺយើងមានសូលីស្យូមសូដ្យូមក្លរ៉ូយើងប្រើអំបិលសម្លហើយនឹងអង្គធាតុចំអុលពណ៌ដែលយើងផលិតចេញពីតែមេអំបៅចាឥឡូវនេះយើងឈានចូលទៅដល់ការធ្វើដំណើរការពិសោធន៍តែម្ដងជាដំបូងយើងត្រូវយកទុយោដែលយើងសម្រាប់ធ្វើផាវិភាគនេះយើងបត់វាហើយដាក់ចូលទៅក្នុងកាបេសៀរួចយើងចាប់ផ្ដើមបូមយកសូលីស្យូមសូដ្យូមក្លរ៉ូដាក់ចូលទៅក្នុងទុយោនោះឲ្យលិចអេឡិចត្រូតបន្តមកទៀតគឺយើងត្រូវយកដង្កៀបយកទៅគៀបវាយើងបត់ទុយោបន្តិចមករួចយើងធ្វើការគៀបវាបន្ទាប់ពីយើងគៀបហើយយើងត្រូវយកខ្សែចម្លងទៅចាប់ជាមួយនឹងអេឡិចត្រូតទាំងពីរហើយភ្ជាប់វាជាមួយនឹងថ្មពិលចំនួន9វ៉ុលនេះដោយប៉ូលដកនៃថ្មពិលគឺយើងភ្ជាប់ជាមួយនឹងខ្សែពុកខ្មៅហើយប៉ូលបូកនៃថ្មពិលគឺយើងភ្ជាប់វាដោយខ្សែចម្លងពណ៌ក្រហមហើយទុកឲ្យអគ្គិសនីវិភាគដំណើរការរយៈពេល5នាទីចាឥឡូវយើងសង្កេតលើអេឡិចត្រូននីមួយៗគឺយើងសង្កេតឃើញថាមានពពុះកើតឡើងនៅលើអេឡិចត្រូននីមួយៗដែលពពុះនោះគឺជាពពុះរបស់អូស្មန်ក្រោយពេលដែលយើងទុកឲ្យអគ្គិសនីវិភាគដំណើរការ5នាទីក្រោយមកឥឡូវយើងធ្វើតេស្តឧស្ម័នទាំងអស់គ្នាចាឥឡូវនេះយើងចាប់ផ្ដើមធ្វើតេស្តឧស្ម័នទៅលើអេឡិចត្រូតប៉ូលបូកទាំងអស់គ្នា
ឃើញថាឧស្ម័នដែលទទួលបានលើអេឡិចត្រូតនេះគឺមានក្លិនឆួលដូចជាទឹករ៉ូមីណេដំបូងដែលយើងបង្ហូរវាដែលក្លិនឆួលនេះគឺជាវត្តមានរបស់ឧស្ម័នក្លរហើយនៅខាងអេឡិចត្រូតពោលបូកនេះដែរនៅពេលដែលយើងយកសូលីស្យុងធ្វើតេស្តជាមួយនឹងអង្គធាតុចង្អុលពណ៌យើងសង្កេតឃើញថាពណ៌សូលីស្យុងប្រែជាពណ៌ក្រហមមានន័យថាវាស្ថិតនៅក្នុងមជ្ឈដ្ឋានអាស៊ីតដែលអាស៊ីតនេះក៏កើតឡើងដោយសារតែឧស្ម័នក្លររលាយនៅក្នុងទឹកបង្កើតបានទៅជាអាស៊ីតអ៊ីប៉ូក្លរ៉ឺជាបន្តទៅទៀតនេះគឺយើងចាប់ផ្ដើមធ្វើតេស្តឧស្ម័នដែលក៏កើតនៅលើអេឡិចត្រូតពោលដកវិញម្ដងនៅពេលដែលយើងធ្វើតេស្តឧស្ម័នដែលក៏កើតនឹងជាមួយនឹងអណ្ដាតភ្លើងគឺយើងនឹងឮលាន់សំឡេងប៉បដែលសំឡេងប៉បនេះគឺជាវត្តមានរបស់ឧស្ម័នអ៊ីដ្រូសែនហើយនៅពេលដែលយើងធ្វើតេស្តសូលីស្យុងដែលនៅខាងអេឡិចត្រូតពោលដកជាមួយនឹងអង្គធាតុចង្អុលពណ៌គឺយើងសង្កេតឃើញថាពណ៌សូលីស្យុងគឺប្រែទៅជាពណ៌បៃតងចាស់ដែលពណ៌បៃតងចាស់នោះបញ្ជាក់ថាសូលីស្យុងនោះគឺស្ថិតនៅក្នុងមជ្ឈដ្ឋានបាសឥឡូវនេះការពិសោធន៍របស់នាងខ្ញុំក៏បានឈានដល់ទីបញ្ចប់ផងដែរជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនាវីដេអូពិសោធន៍របស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសសូមជម្រាបលា